ថ្ងៃនេះខ្ញុំមកនិយាយតាក់ទងជាមួយនឹងរឿង ID High Korea មានបងប្អូនយើងមួយចំនួនខ្លះគាត់អត់ដឹងខ្លួនថាគាត់មាន ID High Korea ផងអញ្ចឹងចាំខ្ញុំនិយាយរៀងច្រើនបន្តិចដើម្បីបងប្អូនគ្នាងាយស្រួលយល់អញ្ចឹងខ្ញុំនិយាយតាក់ទងខ្ញុំផ្ទាល់តែម្ដងអញ្ចឹងកាលពីមុនខ្ញុំធ្វើការនៅរោងចក្រចាស់អញ្ចឹងហើយខាងរោងចក្រចាស់គេបង្កើត ID High Korea ឲ្យយើងដើម្បីបន្តសុពលភាព visa អីជាដើមអញ្ចឹងទៅហើយបន្ទាប់មកខ្ញុំក៏ដូរចេញពីរោងចក្រនោះមកកាន់រោងចក្រថ្មីអញ្ចឹងនៅពេលដែលមកដល់រោងចក្រថ្មីខ្ញុំធ្វើការបានមួយរយៈបន្ទាប់មកខ្ញុំក៏ដូរ visa សម្រាប់ដូរទៅ visa E7 អញ្ចឹងណាអញ្ចឹងដើម្បីអាចធ្វើការដូរ visa បានវាតលតែយើងមាន ID High Korea ដើម្បីដាក់ពាក្យតាមអ៊ីនធឺណិតដូរ visa អញ្ចឹងនៅពេលដែលយើងនៅពេលនោះគឺខ្ញុំត្រូវបង្កើត ID High Korea អញ្ចឹងនៅពេលដែលខ្ញុំទៅចូលទៅបង្កើត ID High Korea គឺគេដាក់ថាយើងធ្លាប់បង្កើត ID រួចរាល់ហើយអញ្ចឹងគឺគេអត់អាចឲ្យយើងបង្កើតម្សាទៀតបានទេគឺគេឲ្យយើងទៅរកលេខសម្ងាត់ទាំងដែលខ្ញុំអត់ដឹងខ្លួនតែខ្ញុំធ្លាប់មាន ID High Korea ទេអញ្ចឹងហើយក៏ខ្ញុំបានសួរទៅខាងក្រុមហ៊ុនសួរថាមិនបានជាខ្ញុំមាន ID High Korea អញ្ចឹងណាហើយខ្ញុំអត់ដឹងថាមាន ID ទេអញ្ចឹងហើយខាងក្រុមហ៊ុនក៏គេអត់ដឹងដែរចឹងហើយបន្ទាប់មកគេក៏បានតាក់ទងទៅខាង Tulip Cook សួរអញ្ចឹងណាខាង Tower សួរថាយើងមាន ID អីចឹងទៅក៏ប៉ុន្តែយើងអត់ដឹងខ្លួនថាយើងធ្លាប់មានអីចឹងណាអញ្ចឹងហើយគេក៏ប្រាប់យើងថាយើងធ្លាប់បង្កើតយូរមកហើយតាំងពីយើងនៅរោងចក្រមុនអីចឹងទៅហើយបន្ទាប់មកគេក៏ឲ្យយើងបំពេញ form ដើម្បីស្នើសុំលេខសម្ងាត់ត្រឡប់មកវិញអញ្ចឹងដើម្បីអាចបំពេញ form នឹងបានគឺយើងត្រូវចូលទៅស្វែងរក ID របស់យើងជាមុនសិននៅក្នុង High Korea អញ្ចឹងហើយបងប្អូនគ្នាដែលគាត់ជួបបញ្ហាហ្នឹងភាគច្រើនគឺអ្នកធ្លាប់មកពីអាណត្តិគឺអាណត្តិទី1ដាច់ទៅបន្ទាប់មកគាត់មកអាណត្តិទី2អញ្ចឹងនៅពេលដែលគាត់ចូលទៅបង្កើត ID High Korea គឺបង្កើតអត់បានដោយសារយើងធ្លាប់បង្កើតហើយតែតាមពិតសម័យខ្លួនគាត់គឺអត់ដឹងទេគឺខាងរោងចក្រគេអ្នកបង្កើតឲ្យអញ្ចឹងណាហើយបើសិនជាឧទាហរណ៍ថាយើងអត់ដូររោងចក្រអីទេយើងនៅតែរោងចក្រនឹងមួយតាំងពីដើមក៏ពេលខ្លះក៏គេអត់ចាំដែរគេបង្កើត ID ឲ្យយើងច្រើនដោយសាររោងចក្រខ្លះមានបុគ្គលិកច្រើនអញ្ចឹងទៅខ្លះគេក៏បង្កើតឲ្យទៅហើយអញ្ចឹងទៅហើយចំពោះការស្វែងរកលេខសម្ងាត់នៅក្នុង High Korea ហ្នឹងគឺរៀងពិបាកបងប្អូនគ្នាវាលុះត្រាតែយើងចាំ Gmail ចាំអីជាដើមក៏ប៉ុន្តែបើដូចជាខាងក្រុមហ៊ុនគេបង្កើតឲ្យអញ្ចឹងគឺយើងអត់ដឹងថាលេខសម្ងាត់ប្រមាណដាក់ ID ប្រមាណដាក់ Gmail មិនគឺយើងអត់ដឹងទេអញ្ចឹងគឺយើងអាចទៅស្វែងរក ID បានទេចាចំពោះលេខសម្ងាត់គឺយើងអត់ដឹងប៉ុន្មានទេអញ្ចឹងហើយបើសិនជាបងប្អូនអ្នកគ្នាដឹងថាយើងមាន ID រួចរាល់ហើយអញ្ចឹងទី1គឺយើងចូលទៅស្វែងរក ID របស់វាជាមុនសិនបន្ទាប់មកទៀតគឺយើងត្រូវបំពេញ form ហ្នឹងគឺមានទម្រង់បែបនេះចាខ្ញុំដាក់រូបឲ្យមើលបងប្អូនអ្នកគ្នាអាចមើល form ហ្នឹងបានបន្ទាប់មកហើយចំពោះ form ហ្នឹងដែរបងប្អូនអ្នកគ្នាអាចចូលទៅ download បានពីក្នុង website High Korea បន្ទាប់មកយើងចូលទៅហើយចាខ្ញុំដាក់រូបបង្ហាញរូបនេះហើយបន្ទាប់មកយើង download វាមកវាមាន file ជាប្រភេទពួក Word ពួក Excel អីចឹងទៅអញ្ចឹងបងប្អូនអ្នកគ្នា download មក download ហើយយើងបំពេញ form វាមកនៅពេលដែលយើងបំពេញរួចគឺវាចេញតម្រងបែបនេះវាមានបំពេញឈ្មោះលេខទូរស័ព្ទហើយជាមួយនឹងអាស័យដ្ឋានហើយជាមួយនឹង ID card មកក្រោយអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីយើងបំពេញរួចគឺយើងត្រូវតែផ្ញើ form ហ្នឹងទៅកាន់លេខនេះចាខ្ញុំដាក់លេខឲ្យមើលគឺវាមាននៅលើ form ហ្នឹងស្រាប់អញ្ចឹងគឺបងប្អូនគ្នាផ្ញើទៅលេខហ្នឹងទៅបន្ទាប់ពីយើងបំពេញ form ហើយយើងផ្ញើតាមម៉ាស៊ីន Pexu យើងផ្ញើតាមម៉ាស៊ីន Pexu បន្ទាប់ពីយើងផ្ញើទៅរួចយើងរងចាំវាទៅបើសិនជាយើងផ្ញើចាំថ្ងៃដូចជាថ្ងៃធម្មតាច័ន្ទសុក្រអីអត់មានថ្ងៃបុណ្យអីចឹងទៅគឺចំណាយពេលខ្ទង់2-3ម៉ោង3-4ម៉ោងអាហ្នឹងគឺមិនទៀងទេអញ្ចឹងគឺផ្ញើទៅគេនៅពេលដែលគេពិនិត្យថាត្រឹមត្រូវហើយគឺគេនឹងផ្ញើលេខកូដត្រឡប់មកយើងវិញហើយចំពោះអ្នកខ្លះគឺគេផ្ញើលេខកូដថ្មីមកឲ្យហើយអ្នកខ្លះទៀតគឺអត់ទេគឺគេផ្ញើសារមករបៀបនេះគឺ1 3 4 5ហ្នឹងគឺគេនឹងផ្ញើសារមកកាន់ចូលលេខទូរស័ព្ទដៃរបស់យើងដែលយើងបានដាក់នៅពេលដែលយើងបំពេញ form ណានៅពេលដែលយើងបំពេញ form ហ្នឹងគឺគេមានឲ្យយើងដាក់លេខទូរស័ព្ទអញ្ចឹងគឺយើងដាក់លេខទូរស័ព្ទដៃរបស់យើងអញ្ចឹងគឺនៅពេលដែលគេផ្ញើសារលេខសម្ងាត់ថ្មីឬក៏គេធ្វើលេខសម្ងាត់ឲ្យយើងគឺគេនឹងផ្ញើមកចូលលេខទូរស័ព្ទដៃរបស់យើងអញ្ចឹងហើយបើសិនជាយើងឃើញសារដូចដែលខ្ញុំដាក់បង្ហាញបងប្អូនគ្នាអញ្ចឹងបានន័យថាគេធ្វើ ID ហើយជាមួយនឹងលេខសម្ងាត់របស់យើងដូចគ្នាហើយអញ្ចឹងយើងចូលទៅកាន់ website High Korea មកបន្តមកទៀតយើងវាយបញ្ចូល ID និងលេខសម្ងាត់ឲ្យដូចគ្នាបន្តមកទៀតយើងចូលទៅគឺយើងចូលទៅកែព័ត៌មានយើងចូលទៅកែដូចជាលេខទូរស័ព្ទចូលទៅកែ Gmail ចូលទៅកែលេខសម្ងាត់សារថ្មីអញ្ចឹងទៅបន្តមកគឺបងប្អូនគ្នាត្រូវតែ save អានឹងទុក
hay bắt đầu máu trong pô lấy tụ sao hay năng Gmail trừ tại chia Gmail để dương có bông bả ủa họ thằng ngày cao dương click lấy sầm ngắt click ấy cứ dương còn đào vài Gmail cho môi năng ID mua mà dương trâu tới cứ dương ai thua cả xoay được ID màu bàn ấy xoay được lấy sầm ngắt màu bàn này mình chọn bài trừ dương một bên form năng tì hai trong pô form năng cứ bằng một đặc biệt ao khang cầm hôn cái chui thua ao từ khang cầm hôn bảo dương áก็บรรดาบริษัทจีกรมหุ้นที่ออดลวีลวูที่องค์กรนักนี่อาจปึงแปะนากับบ้านเซ็งกับบ้านได้หรือก็บอกนักนี่อาจเอาเข้มทัวร์เอากับบ้านเข้มทัวร์เอาอย่างนั้นนะเราไปเดี๋ยวเข้มทัวร์เอาให้บ้านเลยสำงัดให้เข้มหนึ่งจุยกายปอมเมียนไอ้ตรำตรึไอ้จังตือให้บอกนักนี่เราไปเดี๋ยวปึงแปะย้ำซุยมีเยอะเสียว่าย้ำเยอะติดตัวจังให้บอกนักนี่บริษัทจีយើងមាន ID ទាំងដែលយើងមិនដឹងខ្លួនហើយបន្តមកយើងត្រូវការប្រើប្រាស់ ID Hi Korea ហ្នឹងអញ្ចឹងគឺបងប្អូនគ្នាត្រូវតែធ្វើការស្វែងរកលេខសម្ងាត់របស់វាត្រឡប់មកវិញទុកសម្រាប់ប្រើប្រាស់ជាពិសេសគឺអ្នកដូរ Visa ឬការ Passport ឬក៏យើងអីជាដើមហ្នឹងគឺត្រូវការ ID Hi Korea អញ្ចឹងហើយគឺបងប្អូនគ្នាដែលបើសិនជាយើងអត់ទាន់មាន ID ទេគឺយើងបង្កើតវាទុកឲ្យហើយខ្លួនឯងតែម្ដងក៏បានដែរក៏ប៉ុន្តែបើសិនជាមានហើយដោយដែលខ្ញុំបាននិយាយពីខាងដើមអញ្ចឹងគឺយើងរក ID នឹងត្រឡប់មកទុកឲ្យហើយមកជិះវាថ្ងៃក្រោយពេលដែលយើងត្រូវការបន្ទាន់អីវាពិបាកអញ្ចឹងហើយបើសិនជាយើងរកវាមកទុកឲ្យហើយមកនៅពេលដែលយើងថ្ងៃក្រោយយើងចង់ដូរ Visa ដូរអីឬក៏រាយការណ៍ Passport អីគឺយើងមាន ID ស្រាប់អញ្ចឹងគឺយើងអាចធ្វើការប្រើប្រាស់បានវីដេអូហ្នឹងមិនដឹងថាបងប្អូនគ្នាស្ដាប់យល់ឬក៏តាមតន់អត់ទេអញ្ចឹងហើយបើសិនជាមានចង្អល់អីបន្ថែមអាច comment នៅខាងក្រោមវីដេអូហ្នឹងហើយបើសិនជាចង់ឲ្យខ្ញុំស្វែងរក ID ឲ្យអាចឆាតមកកាន់ TikTok របស់ខ្ញុំហ្នឹងឬក៏ឆាតទៅកាន់ Facebook page របស់ខ្ញុំក៏បានដែរហើយបងប្អូនគ្នាចង់បង្កើត ID អីផ្សេងទៀតអីអាចឆាតមកសួរនាំបានបើសិនជាខ្ញុំបង្កើតជូនបានខ្ញុំនឹងបង្កើតជូនអញ្ចឹងហើយចំពោះវីដេអូគឺមានតែប៉ុណ្្នឹងទេចាំយើងជួបគ្នានៅវីដេអូបន្តទៀត